យើងការពារកម្ពុជាកុំឲ្យមានព័ត៌មានខ្លាំងខ្លាយឯកឧត្តមទេពអាសនារិទ្ធអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានតំណាងឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូបញ្ជាក់យ៉ាងច្បាស់ថាការលើកកម្ពស់សន្តិសុខនិងសុវត្ថិភាពព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយ Digital មិនត្រឹមតែជាកិច្ចការបច្ចេកទេសប៉ុណ្ណោះទេប៉ុន្តែគឺជាអាទិភាពយុទ្ធសាស្ត្របំផុតដើម្បីកសាងខែលការពារផលប្រយោជន៍ប្រជាពលរដ្ឋនិងថែរក្សាសុខសន្តិភាពក្នុងសម័យបច្ចេកវិទ្យាទំនើបការលើកឡើងបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗជំហានទី2ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញនាថ្ងៃទី1ខែមិថុនាឆ្នាំ2026នៅវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មីក្នុងយុទ្ធនាការនោះដែរមានវត្តមានចូលរួមពីសំណាក់លោកហែមស៊ីណារ៉េតប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញលោកស្រីពេជ្រស៊ីធឿនប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញលោកគ្រូអ្នកគ្រូសិស្សសាលានៃវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មីប្រមាណជាង 2000 នាក់ក្នុងឱកាសនោះឯកឧត្តមទេពអាសនារិទ្ធបានលើកឡើងពីហានិភ័យនៃព័ត៌មានคล้ายៗស្របពេលជាមួយនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត AI ដែលត្រូវក្រុមអមិត្តនិងក្រុមអគតិនៅក្រៅប្រទេសប្រើប្រាស់សម្រាប់ការផ្សាយមានលក្ខណៈបំភ្លៃបំភ្លើសនិងបង្កការយល់ច្រឡំក្នុងសាធារណមតិលើស្ថានភាពក្នុងសង្គមនិងវិស័យអភិវឌ្ឍន៍ដែលរដ្ឋាភិបាលបាននឹងកំពុងលើកស្ទួយជាមួយភាពរីកចម្រើនឥតឈប់ឈរឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍បន្ថែមថាការបង្កើតនិងផ្សាយព័ត៌មានคล้ายៗទាំងនេះក៏ត្រូវបានធ្វើឡើងក្នុងបំណងបង្កចលាចលក្នុងសង្គមជាពិសេសការបំភ្លៃបំភ្លើសសាច់រឿងពិតប្រាកដទៅជាមិនពិតឯកឧត្តមបានរំលឹកថាក្រោមការដឹកនាំរបស់ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានក្រសួងបានអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗ Say No to Fake News ជំហានទី1ក្នុងឆ្នាំ2025ដោយបានផ្សព្វផ្សាយដល់អ្នកប្រើប្រាស់បណ្ដាញសង្គមជាង9លាននាក់ក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមសកម្មជិត16លាននាក់និងបន្តយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗជំហានទី2ឆ្នាំ2026ឯកឧត្តមអ្នកនាំពាក្យបានចាត់ទុកថាយុទ្ធនាការនេះបានក្លាយជាយន្តការការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់និងហានិភ័យនៃព័ត៌មានคล้ายៗនិងបានបន្សល់បរិយាកាសព័ត៌មាននិងបង្កើនកម្រិតអក្ខរកម្មព័ត៌មានប្រព័ន្ធផ្សព្វផ្សាយសាធារណៈឯកឧត្តមបញ្ជាក់ថាយុទ្ធនាការនេះគឺជាមធ្យោបាយនិងជាយន្តការមួយដ៏រឹងមាំរួមចំណែកក្នុងការគ្រប់គ្រងសមរភូមិព័ត៌មានពិសេសទប់ស្កាត់ការរីកសាយភាយព័ត៌មានបែបបំពុលដែលជះផលអវិជ្ជមានដល់សង្គមយន្តការប្រឆាំងព័ត៌មានคล้ายៗរបស់ក្រសួងព័ត៌មានដោយសម្របសម្រួលជាមួយក្រសួងស្ថាប័ននិងយន្តការព័ត៌មាននិងសាធារណមតិរាជធានីខេត្តបានទប់ស្កាត់ការសាយភាយនៃព័ត៌មានបែបប្រឌិតក្លែងបន្លំគ្រប់សពបែបយ៉ាងរួមទាំងការបង្កើតនិងផ្សាយព័ត៌មានคล้ายៗដោយបច្ចេកវិទ្យា AI ដែលមានប្រភពពីប្រទេសក្រៅផងឯកឧត្តមអ្នកនាំពាក្យមានប្រសាសន៍បន្ថែមថាក្រសួងព័ត៌មាននិងមន្ទីរព័ត៌មានទាំង25រាជធានីខេត្តនឹងបន្តលើកកម្ពស់ការអប់រំនិងផ្សព្វផ្សាយក្នុងក្របខ័ណ្ឌយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗដើម្បីបន្តពង្រឹងកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសពលរដ្ឋវ័យក្មេងទាំងអស់នៅទូទាំងប្រទេសក្នុងន័យនេះដែរឯកឧត្តមបានជំរុញដល់បណ្ដាញព័ត៌មានរបស់រដ្ឋទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលមានមន្ទីរព័ត៌មានរាជធានីខេត្តទូទាំងប្រទេសត្រូវបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បណ្ដាញសង្គមដែលមានឥទ្ធិពលដូចជា Facebook, Telegram, YouTube និង TikTok ប្រកបដោយគុណភាពដើម្បីផ្សព្វផ្សាយការពិតឲ្យបានលឿននិងទូលំទូលាយព្រមទាំងឆ្លើយតបជាមួយការពន្យល់និងការបំភ្លឺនៅរាល់ចម្ងល់ផ្សេងៗដើម្បីជាគ្រឹះនៃភាពនឹងនរក្នុងស្មារតីនិងជំនឿចិត្តខ្លាំងពីសំណាក់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលជាមួយគ្នានេះឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋវ័យក្មេងឲ្យបង្កើតការប្រុងប្រយ័ត្ននិងការចេះវិភាគព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងជឿឬចែករំលែកបន្តខណៈដែលការយល់ដឹងពីរបៀបការពារទិន្នន័យផ្ទាល់ខ្លួនគឺជាខែលការពារដ៏រឹងមាំបំផុតប្រឆាំងនឹងក្រុមជនខិលខូចដែលប៉ុនប៉ងបោកប្រាស់ក្នុងគោលដៅទាញយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុនយោបាយឬបង្កចលាចលក្នុងសង្គមជាតិយើងនិយាយថាទេចំពោះព័ត៌មានคล้ายៗយើងនិយាយថាទេចំ